ភិក្ខុមួយអង្គចង់ឈ្នះព្រះពុទ្ធជាម្ចាស់ប្រម៉ែប្រមូលភិក្ខុសង្ឃទៅបង្កើតលទ្ធិនិកាយថ្មីនៅទីបំផុតត្រូវបានព្រះធរណីស្រូបទាំងរស់ភិក្ខុទេវទត្តដើមឡើយគឺជាប្រញាតរបស់ព្រះសម្មាសម្ពុទ្ធចេញមកបួសតាមព្រះអង្គនិងធ្លាប់មានឫទ្ធិខ្លាំងដល់ក្រៃលែងប៉ុន្តែនៅក្នុងចិត្តរបស់ទេវទត្តវិញពោពេញទៅដោយមហិច្ឆតានិងការច្រណែនឈ្នានីសទេវទត្តចាប់ផ្ដើមញុះញង់ឲ្យព្រះបាទរាជាទៅសត្រូវធ្វើឃាតព្រះបិតារបស់ខ្លួនបានសម្រេចហើយគិតនឹងតែងតាំងខ្លួនឯងធ្វើជាព្រះសាស្តាជំនួសព្រះតថាគតវិញលុះមិនអាចដណ្ដើមអំណាចតាមវិធីត្រឹមត្រូវបានភិក្ខុទេវទត្តទើបគិតគំនិតអាក្រក់ដោយប្រើមធ្យោបាយបំបែកបំបាក់សង្ឃជាពិសេសភិក្ខុដែលទើបតែនឹងបួសថ្មីឲ្យចូលមកក្នុងលទ្ធិនិកាយថ្មីរបស់ខ្លួនដែលមានការបដិបត្តិតឹងរឹងខ្លាំងជាងមុននេះហៅថាការធ្វើសង្ឃភេទការបំបែកគណៈសង្ឃព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាការបំបែកសង្ឃឬសង្ឃភេទនេះមានទោសធ្ងន់ជាងការសម្លាប់មនុស្សឬសូម្បីតែសម្លាប់ព្រះអរហន្តទៅទៀតព្រោះគឺជាការធ្វើរដ្ឋប្រហារផ្ដួលរំលំព្រះសាសនាក្រៅពីនោះមិនយូរប៉ុន្មានភិក្ខុទេវទត្តត្រូវបានបព្វពួករបស់ខ្លួនបោះបង់ចោលរាងកាយចាប់ផ្ដើមទ្រុឌទ្រោមស្គមវិញរៃកម្មចង្រៃចាប់ផ្ដើមតាមស្នងហើយនៅពេលដែលភិក្ខុទេវទត្តដឹងខ្លួនថាធ្វើខុសហើយនោះក៏មានសេចក្តីប្រាថ្នាចង់ចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដើម្បីសុំខមាទោសគ្រាន់តែដើរដល់ទីលានវត្តចេតពុនភ្លាមព្រះធរណីចាប់ផ្ដើមហែកញែកចេញជាពីរហើយស្រូបយកភិក្ខុទេវទត្តបាត់ឈឹងទៅក្នុងព្រះធរណីទាំងរស់ដោយមិនទាន់នឹងបានជួបព្រះសម្មាសម្ពុទ្ធផងការបំបែកបំបាក់បំភ្លេចបំផ្លាញសាមគ្គីភាពតែមួយនៃព្រះធម៌រមែងទទួលផលកម្មតាមស្នងដោយការបំផ្លាញខ្លួនឯងវិញមុនជានិច្ចអនុមោទនា